បាទព្រោះជួបនៅប្រទេសនេះណាជនថ្មីរបស់ជនចាស់ក្នុងការកាមេរ៉ាទេតូចបាទជូនបងប្អូនម្ដងចឹងបានចេះជូនមួយហើយបងប្អូនមានចំនួនចម្លើយច្រើនទេតូចនៅពេលកាមេរ៉ាមួយនេះតែខ្ញុំបានឆ្លើយតបតាមរយៈ TikTok ពី YouTube ជូនបងប្អូនខ្លះៗហើយចឹងថ្ងៃនេះខ្ញុំបើកប្រអប់ជូនបងប្អូនទាំងអស់ពីរូបរាងហើយនឹងថាតើនៅក្នុងប្រអប់នេះមានបងប្អូនជាតិទៅទទួលបានខ្លះចឹងសម្រាប់កាមេរ៉ា E7 គេ model video control មួយនេះមានបរិយាកាសច្បាស់ Full HD ហើយមាន blur ទៅយុទ្ធទាំងថ្ងៃបាទមានមុខងារច្រើនទាំងមុខងារងាករាយមុខងារអាចនិយាយចំហាច់គ្នាបានមុខងារ mode តែបន្តិចបាទ auto zoom tracking ចឹងមកសិនជាមុខងារទាំងអស់នេះបងប្អូនបើកវាទៅវា auto ពីតាមហ្នឹងហើយមុខងារ auto tracking zoom នេះមានថាដល់ពេលដែលបងប្អូនអត់មានហ្នឹងវានឹង tracking របស់ហើយវានឹង zoom ឲ្យបងប្អូនឲ្យ automatic តាមកម្មវិធីគឺចាប់យកគោលដៅដែលបងប្អូនបានកំណត់ដល់ស្វ័យប្រវត្តិចឹងដើម្បីកុំឲ្យបងប្អូនចាំជួបខ្ញុំជួបម្ដងចឹងពេលដែលបងប្អូនបានប្រអប់នឹងទូបានប្រកបវាទី1ប្រអប់នេះគឺជាបងប្អូនណាសិស្សជឿចាក់របស់វាចឹងបងប្អូនបានខ្សែរបស់លើជួបដល់នេះឡើងលើផ្ទះ5បងនេះគឺ sticker សម្រាប់បិទទីតាំងដែលត្រូវចាប់ទុកបិទលើជាងនេះស្រួលវាថាចាប់ទុកតែណាបើត្រូវជំនួយជើងចាប់របស់វាហើយអានេះជើងចាប់របស់កាមេរ៉ាទុកខ្ចៅនឹងកែរួមជុំចឹងបងជឿទៅគឺងាយស្រួលទេឈប់តាមប្រអប់ចាំបាច់បាក់រកទេនេះគឺអត់លើកាមេរ៉ាឬកាមេរ៉ាវិញបាទនេះគឺជារូបកាមេរ៉ាហើយក៏មានទៅមួយសម្រាប់ទៀតបងប្អូនបានជា quick start ការចឹងនៅក្នុងនោះការប្រើប្រាស់សំខាន់មួយទៀតការដាក់ឲ្យបងប្អូនជឿទៅអត់ទៅតាមមកឲ្យខ្លួនបានគឺក៏បើសិនជាបងប្អូនដល់ការសម្រាប់កាត់ឡានការខ្ញុំទៅឡានជួនដែរចឹងនេះជារូបរាងកាមេរ៉ានៅខាងមុខនៅខាងក្រៅរបស់វាមានផត2នេះផត network ហើយនេះផត Type C សម្រាប់ចូលភ្លើងចឹងមានថាបើសិនជាបងប្អូនមាន Wi-Fi វានៅឆ្ងាយបងប្អូនអាចភ្ជាប់ជាមួយខ្សែ network តាម hotline បានតែប្រាប់អានពីជំរឿភ្ជាប់ជាមួយ Wi-Fi ក៏បានភ្ជាប់ជាមួយ hotline ក៏បានផ្នែកខាងមុខនេះបងប្អូនឃើញមានសញ្ញាមួយនេះសញ្ញាទូរស័ព្ទចឹងពេលច្រើនបងប្អូនឆ្ងល់ថានេះទូរស័ព្ទឬតែមិនអីមិននេះគឺជាសញ្ញាមួយសម្រាប់បងប្អូនអាចចុចអ្នកតំណទៅកាន់ទូរស័ព្ទដៃទៅអ្នកដែលប្រើប្រាស់ចឹងជាកាមេរ៉ាបងប្អូនមើលតោះថាគេលេងបងប្អូននៅផ្ទះចឹងបើសិនជាកូនមានដំណើរតាមតាក់ទងវីដេអូខលទៅម៉ាក់គាត់អាចចុចនឹងមួយទៅវានឹងខលទៅកាន់ទូរស័ព្ទរបស់ម៉ាក់ដោយសារគាត់ហើយអាចនិយាយឆ្លងឆ្លើយគ្នាមួយគ្នាតាមរយៈកាមេរ៉ាបានបើសិននេះមាន speaker ហើយអាចស្ដាប់ឮហើយវាមាន mic ចូលកន្លែងនេះវាអាចចូលកន្លែងដល់វិញតាមទូរស័ព្ទដៃចឹងល្អដែរចាំបាច់ប្រើ iPhone ឬក៏ចាំបាច់យកទូរស័ព្ទទៅចូលមើលឈ្មោះឬមើលលេខឬមើលអីទាំងអស់គឺបងប្អូនអាចកន្លែងមួយទៅគឺវានឹងអាចតាក់ទងទៅកាន់ទូរស័ព្ទតែបានជាប់ជាមួយ account កាមេរ៉ារបស់គាត់ចឹងសម្រាប់កាមេរ៉ាទីវាយបងប្រុសនេះគឺវាមានមុខងារផ្សេងមួយពីខាងលើដល់នេះចឹងនឹង color ទៅ color ថ្ងៃបាទជាក់ណែចឹងសម្រាប់កាមេរ៉ាទីវាយបងការបង្ហាញជូនគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនមិនត្រូវការឬក៏កំណត់អាចទៅក្នុងតាមលេខទូរស័ព្ទ Telegram TikTok ឬក៏ Facebook តែមានឈ្មោះថា Lina Electric ចឹងបងប្អូនបានគ្រប់ពេលអរគុណច្រើនជម្រាបលា